Tầm on cai cờ rộp nừng chùm riệp số và đọc xâm nạ ở friend my trên YouTube. Từng ốc ní chế tí cờ rộp slang rộp án phong đề bà. Ok bà này từng ốc ní bà thằng này bà bằng hành vô tầm miên này đần trai thùng bà rộp ốc ní bà tố bà. Hơi có phơ tờ tam ca sân ôm pô rộp bong bong dương. Tại có thoi mơ bị ca to nâng rộp biếp rơ rộp ốc ní bà chứ thằng này bà. Khi ông tranh video bằng hành chú này từng ốc ní tìm đong bà. ព្រមទាំងរៀបថ្មីបាទស្ទាយថ្មីដែរប៉ុន្តែចំណុចធំបាសគឺចាស់ដល់ដែរបាទអ្នកទាំងអស់គ្នាបាទនេះផ្ទៃខាងមុខបាទអ្នកទាំងអស់គ្នាបាទគឺអត់បានដាក់ចុះទេគឺរបស់របរណញ៉ៃញ៉ៃបន្តិចអញ្ចឹងខាងលើគឺយើងមានមីក្រូបាទរបស់ថៃបាទ Nova មួយគូប្រភេទគូត2ព្រមទាំងsolo ខាងលើថែម2ដែលជាប្រភេទ Oplo SA បាទបន្តមកគឺពួកBM 300បាទចំនួន6គ្រាប់បាទសរុបទាំងអស់គឺ8ហើយនឹងអីគុយក្នុងមួយធុងមាន2គ្រាប់បាទ2គ្រាប់គុណ18បាទសុំតបបាទ2គ្រាប់គុណនឹង8បាទយើងឃើញថាអីគុយ16គ្រាប់បាទអញ្ចឹងចំណុចធុងបាសគឺ3សេរីដូចតែខ្ញុំតែងជម្រាបជូនអ្នកទាំងអស់គ្នាបាទមានប្រភេទ HD Jeep ហើយនឹង PCM បាទអញ្ចឹងដាក់កន្លងមកខ្ញុំដាក់សំឡេងតែចំនួន6គ្រាប់ទេបាទអញ្ចឹងថ្ងៃនេះគឺទំនេរហើយអស់រោងហើយចំណុចម៉ាស៊ីនទៅរួចមិញបាទឌីណាម៉ូអស់ខ្ជូងបាទអញ្ចឹងទៅតាមដានពីផ្ទៃខាងក្រោយពីការតភ្ជាប់របស់ខ្ញុំបាទតែម្ដងបាទអូខេបាទអ្នកទាំងអស់គ្នាហើយ mixer ក៏បានដាក់ចុះដែរបាទនៅទាំងអស់តែម្ដងគឺគូតបេះក្រោយបាទភ្លីមីក្រូគឺដាក់នៅមុខជាមួយ mixer តែម្ដងបាទនេះគឺដោយបាទចាញ់ពី mixer បាទចំណែកមួយគូនេះគឺចាញ់ទៅមីក្រូតែម្ដងបាទយើងចាញ់ពី mixer នេះទៅហើយបាទនោះគឺ ampli នៅខាងនោះបាទអញ្ចឹងតាមដានបន្តទៀតបាទប្រភេទទី1គឺមានEco បាទព្រមទាំងចេញពី Eco យើងទៅ graphic ចេញពី graphic ចូលព្រៃកាត់របស់បងម៉ៃវរៈហើយខ្ញុំក៏មានប្រភេទព្រៃសាប់ឡានមួយដែរបាទដែលសម្រាប់ប្រើបាទអញ្ចឹងទៅមើលខាងមុខបាទនេះគឺជាផ្ទាំងនៃខាងមុខបាទចំណែកព្រៃសាប់សេរីនេះគឺខុសពីសាប់ឡានផ្សេងមុនផងដែរបាទអញ្ចឹងយើងមានបាសឌុបរហូត2បាទនេះមលឹមរួមរបស់សំឡេងបាទមលឹមរួមរបស់សំឡេងបាទខាងនេះចំណែកនេះគឺសាប់បាទចំណែកខាងនេះគឺសាប់បន្ថែមផងដែរបាទចំណែកប្រភេទនេះគឺយើងស្លេសំឡេងអីគុយបាទបន្តពីចំណុចដើមវិញបាទចំណុចទី1បាទចេញពី mixer មកគឺខ្ញុំចូល Eco Actor បាទយើងចេញពី Eco Actor នេះទៅគឺខ្ញុំចូលជាមួយនឹងបាទមួយនេះបាទគឺមួយនេះតែម្ដងហើយចេញពី graphic បាទមួយជាន់នេះគឺបន្តមកចេញពី graphic នេះគឺខ្ញុំចូលមកសំឡេងមួយបាទចូលមកមួយខ្សែបាទដែលជា ampli របស់បងម៉ៃសែនបាទបន្តពីបំបែកពីសំឡេងហើយខ្ញុំចាញ់មួយដើមទៀតគឺចូលក្នុងព្រៃកាត់បាទព្រៃកាត់សេរីចាស់បាទនេះឈ្មោះរបស់បងម៉ៃវរៈបាទហើយសេរីចាស់នេះមានខាងលើសំឡេងរឹងបាទខាងក្រោមនេះសំឡេងទន់បាទអញ្ចឹងខ្ញុំចាញ់ពីនេះមួយទៀតគឺចូលសាប់ឡានបាទចូលសាប់ឡានតែម្ដងបាទចេញពីសាប់ឡានបាទខ្ញុំចូលមក ampli មួយដើមខាងក្រោមបាទ3000ខាងក្រោមនេះបាទចាស់ហើយបាទអ្នកទាំងអស់គ្នាបាទអាចនឹងបាញ់ថ្នាំថ្មីបាទបន្តមកគឺខ្ញុំបុក power បាទអ្នកទាំងអស់គ្នាបុក power ចម្លងគ្នាបាទទី1ទី2ទី3ទី3ទី4ពីក្រោមម្ដងទៀតបាទនេះអញ្ចឹងពេលខ្ញុំលេងភ្លេងបាទភ្លេងប្រពៃណីភ្លេងការគឺខ្ញុំប្រើធម្មតាបាទគឺ
គឺខ្ញុំប្រើធម្មតាខ្ញុំប្រើចាញ់ពីប្រេរបស់បងម៉ៃវរៈបាទនេះខ្សែខ្ញុំស្គួរទុកស្ដាច់បាទនេះខ្សែនេះគឺពេលលេងភ្លេងប្រពៃណីឬក៏ចាក់កំដររោងការអីគឺខ្ញុំប្រើមួយគូនេះបាទចាញ់ពីប្រេនេះតែម្ដងបាទចំណែកពីរំបាទគឺខ្ញុំប្រើសាប់បាទប្រើសាប់ឡានមួយនេះបាទដែលដូចខ្ញុំជម្រាបខាងដើមបាទចាញ់ពី mixer ចូល Eco Actor ចាញ់ពី Eco Actor ចូល Graphic បំបែកចាញ់ជា2បាទចូលមកប្រេកាត់របស់បងម៉ៃវរៈមួយហើយនឹងចាញ់មកសំឡេងផ្ទាល់តែម្ដងបាទបន្តទៀតគឺចូលមកសាប់បាទចាញ់2យ៉ាងបាទចំណែកសាប់នេះដោយខ្សែពណ៌សនេះគឺខ្ញុំប្រើសម្រាប់ទៅពេលចាក់រំបាទចំណែកដូចពណ៌ខ្មៅដែលចេញពីប្រេរបស់បងម៉ៃវរៈគឺសម្រាប់ប្រើពេលក្រុមភ្លេងបាទដូចជាស្គរដៃបាទដូចជាភ្លេងប្រពៃណីជាដើមហើយនឹងចាក់កំដររោងការគឺខ្ញុំប្រើបែបធម្មតាបាទអញ្ចឹងអាចថាយល់ហើយបាទអ្នកទាំងអស់គ្នាអាចថាយល់ហើយបាទនេះដែលមិនទាន់ធ្លាប់ប្រើឬក៏គាត់ធ្លាប់នឹងចាប់ដើមប្រើបាទអាច comment សួរខ្ញុំបានបាទអញ្ចឹងក៏អធិស្ឋានដល់បងដែលអ្នកប្រើផងបាទគឺធ្វើយ៉ាងណាបាទជំនាញយើងខុសគ្នាបាទអញ្ចឹងធុងបាសខ្ញុំក៏លឺបែបធុងបាសខ្ញុំទៅធុងបាសរបស់បងប្អូនផ្សេងក៏លឺបែបធុងបាសបងប្អូនផ្សេងគឺការស្រឡាញ់រៀងខ្លួនអញ្ចឹងចំណងចិត្តបាទប្រភេទណាគឺអាស្រ័យទៅលើយើងទាំងអស់គ្នាបាទអញ្ចឹងកុំឲ្យខាតពេលវេលាយូរបាទតាមដានសម្ដាប់ក្នុងការតេស្តសំឡេងទាំងអស់គ្នាតែម្ដងបាទអ្នកទាំងអស់គ្នាអូខេបាទអ្នកទាំងអស់គ្នាបាទឥឡូវគឺយើងតេស្តមីក្រូមុនបាទយើងសាកល្បងមីក្រូមុនគេតែម្ដងបាទស្ដាប់ទៅហើយបាទយ៉ាងណាបាទសូមជួយកែសម្រួលផងបាទអ្នកទាំងអស់គ្នាបាទ
យល់ឃើញយ៉ាងណាដែរបាទអ្នកទាំងអស់គ្នាបាទឥឡូវបានសាកទៅត្រឹមបាទបាទរួចរាល់ហើយផងដែរបាទអញ្ចឹងសូមជួយ comment បាទជួយ like ជួយ share បាទដើម្បីនឹងបន្តបាទតាមដាននៅវីដេអូរបស់ខ្ញុំបាទជាបន្តទៀតផងដែរបាទហើយក៏ មានការលើលួសខ្វះខាតបាទត្រង់ចំណុចណាបាទសូមគ្រប់ប្រទេសជាស្រ័យបាទពីអ្នកទាំងអស់គ្នាផងដែរបាទអរគុណច្រើនបាទបាយបាយ